ok នៅក្នុងមេរៀននេះគឺខ្ញុំនឹងបង្រៀនអំពីរបៀបនៃការធ្វើរូបបែបនេះបាទគឺមានលក្ខណៈ blur ចាំងបែបហ្នឹងបាទអូខេដែលក្នុងនេះយើងប្រើឧបករណ៍ពីរឧបករណ៍ទី1គឺយើងប្រើ brush tool ហើយឧបករណ៍ទី2គឺយើងប្រើបាទ smart tool បាទទី1យើងបង្កើត project ថ្មីមួយមកបាទអូខេយើងclick OK អូខេ background យើងពណ៌ខ្មៅបន្ទាប់ទៀតយើងចាប់ផ្ដើមយក brush tool មកគូរយើងclick នេះពីយើងបង្កើត layer មួយដើម្បីគ្រប់គ្រង layer យើងបាទខ្ញុំធ្វើការបង្រួមបាទខ្ញុំយក basic brush tool នេះបាទពីថ្ងៃរើសយកបានគឺ basic brush tool នេះបាទអូខេតើទៀតខ្ញុំយកទំហំ500ធំបាទយើងអាចធ្វើការបង្រួមឲ្យទូចយើងប្រើសញ្ញាតាគៀបបើកបាទបង្រួមឲ្យធំប្រើសញ្ញាតាគៀបបិទបាទអូខេគេចង់បានប៉ុណ្ណឹងចាស់ហើយខ្ញុំคลิกលើបាទអូខេខ្ញុំអាចឆ្លាញ់ពណ៌សទេខ្ញុំឆ្លាញ់ពណ៌ផ្សេងជាមួយពេលយើងប្រើ brush tool បើសិនបើពណ៌អាស្រ័យទៅលើថ្នាំពណ៌នេះបើសិនជា foreground ពណ៌អីគឺពេលហ្នឹងវាចាប់យកពណ៌ហ្នឹងពេលខ្ញុំឆ្លាញ់ពណ៌លើបាទខ្ញុំคลิกបាទคลิกបាយបាទបន្ទាប់ទៀតខ្ញុំធ្វើការបង្រួមនៅ brush tool របស់យើងឲ្យទូចតិចមកយើងប្រើសញ្ញាតាគៀបបើកបាទទៅទៀតយើងយកពណ៌បាទយើងកុំភ្លេចយកទៅយកពណ៌ web ដើម្បីងាយស្រួលការមើលពណ៌បាទយើងទៅយកពណ៌នេះបាទពណ៌នេះសានឹងមកបាទដាក់ឲ្យចំកណ្ដាលមកបាទទៀតខ្ញុំធ្វើការចាប់ពណ៌ទៀតបាទទូចជាងនេះទៀតបាទវាចាប់ពណ៌ទៀតទូចជាងនេះទៀតបាទគឺបែបនេះបន្តទៀតតែយើងមើលរបស់គេគឺរៀងបាទរៀងដូចបាទដុំធ្លាក់មកពីលើអញ្ចឹងអូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើបន្តទៀតដើម្បីធ្វើការទាញទៅតាមទង្វើយើងចង់បានគឺយើងប្រើឧបករណ៍មួយឈ្មោះថា smart បាទ smart tool នេះបាទព្រោះក្នុងរៀនរបស់យើងនេះគឺយើងប្រើតែពីឧបករណ៍ទី brush tool និង smart tool បាទខ្ញុំព្រួយវាអត់តនេះមកចាប់ទាញបាទយើងកុំទាញចំចំណុចកណ្ដាលពួកកណ្ដាលទីយើងទាញចំចំណុចមួយណាវានឹងពណ៌មួយហ្នឹងអូខេខ្ញុំទីចំណុចលឿងខ្ញុំចាប់ពីចំណុចលឿងទាញទៅបាទចង់បានរៀងវាមិនខ្សែដែលយើងចង់បានខ្ញុំចង់បានរៀងបែបនេះអូខេយើងអាចបែបវិញនិយាយរៀងផ្សេងបែបរួមនៅទូទៀតមកខ្ញុំទីបាទគឺបែបនេះខ្ញុំស្រឡាញ់រៀងបែបនេះបន្តទៀតខ្ញុំទាញនេះទូទៀតមករួមទូមកខ្ញុំទាញស្នែងចេញស្នែងចេញមកបាទបន្តទៀតខ្ញុំបាទនៅក្នុងចំណុចលើនេះដាក់ធុញមកយើងចាប់ទាញពីពណ៌សនឹងភ្លឺចាំងតិចមកចាំងចូលមកបាទtập tiết để tôi báo
ជាយើងបានបាទទីមានទីមួយមកបាទគឺបែបនេះចឹងពេលយើងធ្វើបានហើយការទាញអាស្រ័យទៅលើបាទជំនាញផ្ទាល់ខ្លួនរបស់យើងនេះអូខេចាប់តែប៉ុណ្្នឹងមេរៀនរបស់យើង